ប្រសិទ្ធភាពអាមេរិកគ្រប់គ្រងឲ្យដាក់ពន្ធរហូតដល់100%លើប្រទេសទិញប្រេងរុស្ស៊ីគណៈចិននិងឥណ្ឌាជាគោលដៅចម្បងប្រសិទ្ធភាពអាមេរិកបានបោះឆ្នោតគ្រប់គ្រងសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មដ៏ធំមួយដែលផ្ដល់អំណាចឲ្យប្រធានាធិបតីដូណាល់ត្រាំដាក់ពន្ធគយរហូតដល់ទៅ100%លើបណ្ដាប្រទេសណាដែលបន្តទិញប្រេងនិងអូស្មန်ពីរុស្ស៊ីក្នុងបរិមាណច្រើនក្នុងនោះសមាជិកប្រសិទ្ធភាពបានចង្អុលចំឈ្មោះប្រទេសឥណ្ឌានិងចិនថាជាគោលដៅចម្បងនៃច្បាប់នេះសារព័ត៌មាន Financial Express បានរាយការណ៍ថាសេចក្តីស្នើច្បាប់នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនសម្ពាធយ៉ាងខ្លាំងក្លារបស់អាមេរិកដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុរបស់រុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែនយ៉ាងណាមិញទោះបីជាសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តក៏ដោយក៏សិទ្ធិសម្រាប់ចុងក្រោយថាតើត្រូវអនុវត្តការប្រមូលពន្ធក្នុងអត្រានេះឬយ៉ាងណាគឺស្ថិតលើប្រធានាធិបតីដូណាល់ត្រាំដដែលសេចក្តីព្រាងច្បាប់ក្រោមចំណងជើងច្បាប់ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់ឆ្នាំ2026ត្រូវបានរៀបចំឡើងរួមគ្នាដោយលោក Lindsey Graham សមាជិកប្រសិទ្ធភាពដ៏មានឥទ្ធិពលមុនពេលលោកទទួលមរណភាពកាលពីថ្ងៃទី11ខែកក្កដាហើយច្បាប់នេះត្រូវបានដាក់ឈ្មោះតាមរូបលោកដើម្បីជាការរំលឹកគុណូបការៈការបោះឆ្នោតបានធ្វើឡើងតែប្រមាណម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបពិភាក្សាជាមួយលោកត្រាំនៅរដ្ឋធានី Washington ដើម្បីស្វែងរកចំណាត់ការកាន់តែម៉ឺងម៉ាត់ពីអាមេរិកប្រឆាំងនឹងទីក្រុងមូស្គូថ្លែងបន្ទាប់ពីការបោះឆ្នោតលោក Richard Blumenthal សមាជិកប្រសិទ្ធភាពមកពីគណៈបកប្រជាធិបតេយ្យដែលជាអ្នកចូលរួមរៀបចំសេចក្តីព្រាងច្បាប់នេះបានបញ្ជាក់ថាការបន្តទិញប្រេងនិងអូស្មန်ពីរុស្ស៊ីរបស់ចិននិងឥណ្ឌាគឺស្មើនឹងការជួយផ្ដល់ថវិកាឲ្យទីក្រុងមូស្គូយកទៅបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែនលោកបានបន្ថែមថាវិធានការដំឡើងពន្ធរបស់រដ្ឋបាលលោកត្រាំនាពេលកន្លងមកបានបណ្ដាលឲ្យឥណ្ឌាកាត់បន្ថយការនាំចូលប្រេងឆៅពីរុស្ស៊ីយ៉ាងច្រើនរួចទៅហើយគួរបញ្ជាក់ថានៅក្នុងអំឡុងពេលពិភាក្សាលើសេចក្តីព្រាងច្បាប់នេះសមាជិកប្រសិទ្ធភាពអាមេរិកក៏បានកត់សម្គាល់ផងដែរថាក្រៅពីចិននិងឥណ្ឌាប្រទេសស្លូវ៉ាគីហុងគ្រីនិងអាហ្សេបៃហ្សង់ក៏ស្ថិតក្នុងចំណោមអ្នកទិញប្រេងឆៅដ៏សំខាន់របស់រុស្ស៊ីផងដែរ